ចាលោកពូខ្ញុំឈ្មោះសុកឡាដែលបានឆាតតាម Facebook ទៅលោកពូកាលពីសប្តាហ៍មុនលោកពូអីហ្នឹងចាលោកពូសូមសម្ភាសលោកពូដាក់និចដើម្បីចាក់នៅក្នុងនីតិមួយជាខែនីតិភ្ញៀវប្រចាំសប្តាហ៍អ្វីដែលផ្លែកគឺកិច្ចសម្ភាសនេះគឺយើងទៅដល់ខាងវិទ្យុគឺទៅដល់ទៅលើអតីតកាលរបស់លោកពូផ្សាច់ទៅជាមួយនឹងការងាររបស់លោកពូចាលោកពូបាទហើយចាហើយនៅក្នុងប្រចាំជាអតីតកាលរបស់លោកពូខ្ញុំរំលឹកខុសឆ្គងកន្លែងណាគឺលោកពូជួយណែនាំផងលោកពូព្រោះតែលេខបានពេលលេខមកខំអញ្ចឹងណាលោកពូបាទមួយសម្ភាសមួយនាទីមួយចាកិច្ចសម្ភាសគឺអាចដាក់ចាក់ផ្សាយបានក្នុងវិទ្យុ8នាទីប៉ុន្តែបើក្នុង website ចាក្នុង website យើងអាចដាក់ច្រើនបានបាទមួយជើងអត់អីចាំមើលខុសចាំពូប្រាប់ចាអរគុណខ្ញុំសូមជម្រាបសួរលោកខំវិស្នាចាបាទជំរាបសួរមួយចាអរគុណលោកខំវិស្នាដែលបានផ្ដល់កិច្ចសម្ភាសជាមួយវិទ្យុវិទ្យុនៅក្នុងនីតិភ្ញៀវប្រចាំសប្តាហ៍នៅថ្ងៃនេះចាលោកឃើញកញ្ញានៅថ្ងៃនេះខ្ញុំនឹងរំលឹកអំពីអតីតកាលខ្លះៗរបស់លោកខំវិស្នាដែលជាប្រធានគណៈបកនយោបាយមួយរូបនៅកម្ពុជាលោកខំវិស្នាគឺជាកូនតូចនៅក្នុងគ្រួសារស្ថិតនៅក្នុងខេត្តព្រៃវែងលោកខំវិស្នាបានឆ្លងប្រឡូកក្នុងវិស័យសិល្បៈក្នុងនាមជាតារាសម្ដែងខ្ញុំចាំមិនខុសទេកាលពីសម័យទសវត្សរ៍ឆ្នាំ90ក៏ប៉ុន្តែក្រោយមកលោកក៏បានបោះបង់អាជីពនេះដែលងាកមកប្រឡូកក្នុងវិស័យនយោបាយវិញរហូតជាប់ជាតំណាងរាជគណៈបកសំរងស៊ីប្រចាំនៅមណ្ឌលព្រៃវែងកាលពីការបោះឆ្នោតអាណត្តិទី3ចាសំណួរដំបូងលោកខាងនេះអាចប្រៀបធៀបបានទេអំពីជីវិតក្នុងនាមជាតារាសម្ដែងនិងជាអ្នកនយោបាយតើខុសគ្នាដូចដែរចាទីមួយពូចង់បញ្ជាក់បន្តិចក្មួយពូមិនមែនកូនទូលទេពូមានប្អូនស្រីរបស់ពូម្នាក់ទៀតព្រោះថាពូមានកូន2នាក់គឺពូបងហើយនិងប្អូនស្រីរបស់ពូទី2ពូចង់និយាយអំពីជីវិតជាអ្នកសម្ដែងជីវិតជាអ្នកផលិតភាពយន្តហើយនិងជីវិតជាអ្នកនយោបាយវាពិបាកឲ្យគេយល់អំពីជំរឿចិត្តរបស់មនុស្សខ្លាំងណាស់ជួនកាលយើងមើលឃើញថាសភាពខាងក្រៅនឹងវាសបាយជួនកាលយើងឃើញថាសភាពខាងក្រៅនឹងវាគ្រោះថ្នាក់ក៏ប៉ុន្តែវាមិនសំខាន់ត្រង់ខាងក្រៅនឹងវាសបាយឬខាងក្រៅនឹងវាគ្រោះថ្នាក់ឯងវាសំខាន់គឺបម្រើមនោសញ្ចេតនាខាងក្នុងរបស់យើងអ្វីបិទតែពូធ្លាប់ជាអ្នកផលិតកុនអ្នកសម្ដែងអ្នកអីយើងមើលថាវិស័យហ្នឹងជាវិស័យដែលផ្ដល់នៅសេចក្តីសុបាយច្រើនក៏ប៉ុន្តែវាសំខាន់ជាងគេសម្រាប់ជីវិតពូគឺការបម្រើមនោសញ្ចេតនាទោះបីជាពូជាអ្នកសម្ដែងក៏ដោយជាអ្នកសរសេរក៏ដោយក៏សាច់រឿងទាំងអស់វាបម្រើនៅមនោសញ្ចេតនារបស់ពូដែរពូមិនសរសេរមិនសម្ដែងក្នុងន័យរលុយទេគឺសម្ដែងគឺសរសេរកុនផលិតកុនឡើងគឺក្នុងន័យបម្រើមនោសញ្ចេតនាពូស្ទើរតែនឹងប្រើពាក្យថាឲ្យតែបានលុយសម្រាប់ពូហូបបាយពូបន្តជីវិតទៅមុខទៀតគឺថាពូព្រមនឹងធ្វើកុនផលិតកុនឬក៏សរសេរសភៅដើម្បីបម្រើមនោសញ្ចេតនារបស់ពូដែលមានចំពោះមនុស្សផងគ្នាតែនិយាយដល់មនោសញ្ចេតនាគឺគេនិយាយពីសេចក្តីស្រឡាញ់ដែលមានចំពោះមនុស្សផងគ្នាអញ្ចឹងពូមិនផ្ដោតអារម្មណ៍ទៅលើតែរឿងលុយកាក់ទេគឺពូផ្ដោតទៅលើរឿងបម្រើមនោសញ្ចេតនាពេលដែលពូចាប់ដើមធំបន្តិចទៅពូឃើញសង្គមនឹងវាមិនស្របជាមួយនឹងការយល់របស់ពូរឿងធំជាងគេបំផុតគឺការជិះជាន់គ្នាមនោសញ្ចេតនាដដែលដែលពូធ្លាប់មានជាមនុស្សតាំងពីពូនៅជាអ្នកសរសេរកុនពូនៅជាអ្នកសម្ដែងពូនៅជាអ្នកផលិតក៏ពូមានមនោសញ្ចេតនាបែបហ្នឹងពូយល់ថាការបម្រើមនោសញ្ចេតនារបស់ពូតាមរយៈនៃការធ្វើកុនតាមរយៈនៃការសរសេរកុនផលិតកុនឬក៏សម្ដែងវាមិនគ្រប់គ្រាន់ឲ្យពូនឹងអាចជួយរំដោះផ្លូវចិត្តរបស់ពូដែលមានចំពោះមនុស្សឡើយពូមើលឃើញថាសង្គមនឹងវាយ៉ាប់យ៉ឺនសង្គមនឹងវាពិបាកវាជិះជាន់គ្នាពូក៏សម្រេចចូលឆាកនយោបាយតែក្នុងជំរឿចិត្តរបស់ពូគឺតែមួយដោយការបីផលិតកុនអញ្ចឹងគឺពូធ្វើដើម្បីបម្រើមនោសញ្ចេតនារបស់ពូដែលមានចំពោះមនុស្សពូចេះតែមានអារម្មណ៍ថាកើតមកសម្រាប់តែស្លាប់វាអត់មានបានប្រយោជន៍អីដល់ពេលពូចូលទៅក្នុងគណៈបកសំរងស៊ីទស្សនៈរបស់យើងក្នុងការជួយជាតិវាខុសគ្នារឿងធំជាងគេបំផុតគឺពួកគេប្រមូលផ្ដុំក្បាលគ្នាដើម្បីរកផលប្រយោជន៍ផ្ទាល់ខ្លួនវាមិនមែនជាការសម្លាប់ខ្លួនឬក៏បូជាខ្លួនដើម្បីបម្រើមនោសញ្ចេតនារបស់ខ្លួនចំពោះមនុស្សឡើយ
ដល់ពេលអញ្ចឹងវាខុសគ្នាហើយគឺមានចំនួនច្រើនណាស់ពេលណាពូនិយាយរឿងនឹងចូលទៅក្នុងអង្គប្រជុំគេថាពូនឹងវាឈួតលងលួចនឹងស្អីដល់ពេលទីគ្នាច្រើនពេកពូមិនអាចកែបាក់នឹងបានពូក៏សម្រេចចិត្តចេញមកខាងក្រៅមកអញ្ចឹងបានពូប្រើពាក្យថាពូដើរចេញមកខាងក្រៅនឹងពូបំរើការយល់របស់ពូដែលពូធ្វើនយោបាយហ្នឹងបំរើការយល់ហ្នឹងពូយល់ពីក្នុងអារម្មណ៍របស់ពូថាអ្នកធ្វើតាមផ្លូវហ្នឹងបានជួយជាតិបានការយល់របស់ពូគឺយល់អញ្ចឹងបានពូចេញមកបង្កើតគណៈបកថ្មីហ្នឹងណាមួយចាខ្ញុំសូមកាត់ប្រសាសន៍ឲ្យលោកខំវិស្នាបន្តិចមុននេះលោកខំវិស្នាបានលើកឡើងថាលោកអ៊ុនសិនជាអ្នកចំណេះចិត្តចាក់ចេញពីគណៈបកសំរងស៊ីក៏ប៉ុន្តែបើមានការលើកឡើងផ្សេងមួយទៀតថាលោកត្រូវបានគណៈបកសំរងស៊ីបណ្ដឹងចេញពីបកតើលោកគំយល់យ៉ាងណាដែរចាសូមរំលឹកអតីតកាលនេះតិចបានទេពូសួរថាបើពូមិនមានទំនាស់ជាមួយនឹងគេតើពូត្រូវបានគេដេញចេញអត់ក្មួយពូសួរតែប៉ុណ្ណេះរឿងការគេដេញចេញហ្នឹងគឺវាគេដេញចេញចុងហើយក៏ប៉ុន្តែសួរថាតើមូលហេតុអ្វីបានគេដេញពូចេញពូមានចំនួនជាមួយនឹងគណៈបករឿងទស្សនៈហ្នឹងណារឿងការរៀបចំរចនាសម្ព័ន្ធខាងក្នុងដែលពូមើលទៅឃើញថាវាដណ្ដើមអំណាចគ្នាវាពុកអលួយក្នុងបកវាវល់រឿងសិលធម៌ហ្នឹងណាពូចេះតែនិយាយតាំងពីពូមិនជាប់ឆ្នោតម្លេះជាប់ឆ្នោតជាតំណាងរាស្ត្រម្លេះហើយដល់ពេលពូជាប់ឆ្នោតហើយបាន2ឆ្នាំកន្លះគេដឹងពីគម្រោងរបស់ពូថាពូមិននៅក្នុងបកទៀតទេពូគ្រាន់តែចេញមុខនិយាយដើម្បីឲ្យមានគេចាប់អារម្មណ៍ច្រើនឲ្យគេស្គាល់ពូច្រើនដើម្បីជាទុននយោបាយក្នុងដំណើរឆ្ពោះទៅរកការចាក់ចេញរបស់ពូដល់ពេលពូគេដឹងដំណើររបស់ពូគឺគេបញ្ចប់ជីវិតនយោបាយរបស់ពូទៅអាហ្នឹងដែលពូនិយាយថាពូចាក់ចេញពីពូរៀបដំណើរចាក់ចេញរួចហើយបើពូមិនមានទំនាស់អីជាមួយគេបើពូមិនឆ្លោះអីជាមួយគេមនុស្សក្នុងគណៈបកហ្នឹងគេដេញចេញអីកើតក្មួយវាតតែវាមានទស្សនៈមួយដែលវាខុសគ្នាហើយពូរៀបចំដំណើរចាក់ចេញអញ្ចឹងដែរដល់គេដឹងគម្រោងពូមិនគេក៏បញ្ចប់ជីវិតនយោបាយរបស់ពូតែប៉ុន្តែវាមិនសំខាន់លើគេថាឬពូថាសូមឲ្យតែប្រជាពលរដ្ឋហ្នឹងសង្កេតដែរប៉ុន្តែរឿងបើប្រជាពលរដ្ឋមិនសង្កេតទៀតក៏វាមិនជាបញ្ហាដែរក្មួយសំខាន់បំផុតគឺពូបានធ្វើរួចអស់ហើយបើអ្នកឯងមិនឃើញទេអានឹងរឿងរបស់អ្នកទេចាអរគុណលោកខំវិស្នាឃើញថាបន្ទាប់ពីបញ្ចប់ជីវិតនយោបាយជាមួយគណៈបកសំរងស៊ីដោយដែលលោកខំវិស្នាបានលើកឡើងមុននេះគឺលោកបានបង្កើតគណៈបកឈ្មោះថាសម្ព័ន្ធប្រជាធិបតេយ្យលោកជាប្រធាននៅឆ្នាំ2006ខ្ញុំចង់ឲ្យលោកខំវិស្នារំលឹកដែរថាអ្វីជាឧបសគ្គចម្បងរបស់លោកក្នុងនាមជាប្រធានគណៈបកថ្មីថ្មោងមួយនៅកម្ពុជាមួយកាន់នោះចា៎ដំបូងដៃបំផុតហ្នឹងពូចង់និយាយអំពីការជឿជាក់របស់ពូសិនធម្មតាមនុស្សមួយចេញមកធ្វើការវាតែងតែមានការជឿជាក់ជាពិសេសគឺដំណើរចាក់ចេញរបស់ពូដែលពូមិនមែនជាអ្នកនយោបាយល្បីហើយពូក៏គ្មានឪពុកម្ដាយបន្តកេរ្តិ៍ឈ្មោះឲ្យពូសម្រាប់ធ្វើនយោបាយហើយពូក៏មិនមែនជាអ្នកមានទ្រព្យសម្បត្តិហូរហៀជាសេដ្ឋីឬជាអភិជនដែលអាចយកលុយរបស់នឹងទៅទិញស្លឹកឆ្នោតបានតែអ្វីជាទំនុកចិត្តរបស់ពូក្នុងការចាក់ចែងដែលពូយល់ថានៅថ្ងៃណាមួយសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនឹងឈ្នះគឺពូដឹងច្បាស់ថាពូមានបេះដូងមួយដែលមានមនោសញ្ចេតនាពេញលេញមានតែការលះបង់សម្រាប់ប្រជាពលរដ្ឋខ្មែរដែលខុសអំពីអ្នកនយោបាយផ្សេងទៀតគឺថាគេលួចមិនរួចពីប្រយោជន៍ផ្ទាល់ខ្លួនទេគេមិនហ៊ានលះបង់ជីវិតរបស់គេដើម្បីបម្រើមនោសញ្ចេតនារបស់គេទេតែពូមានពូយល់ថានេះគឺជាដើមទុនមួយដែលខុសអំពីគណៈបកដទៃទៀតពូជឿជាក់ថានៅថ្ងៃណាមួយប្រជាពលរដ្ឋខ្មែរស្ទាបបេះដូងពូត្រូវពួកគេនឹងចូលរួមជាមួយពូសម្ព័ន្ធដើម្បីប្រជាធិបតេយ្យឈ្នះមិនមែនពូឈ្នះទេពូមានតែលំបាកជាងមុនពូមានតែការលះបង់សម្ព័ន្ធដើម្បីប្រជាធិបតេយ្យគឺជាគណៈបករបស់ពួកយើងទាំងអស់គ្នាជួយជាតិទាំងអស់គ្នានេះគឺជាដើមទុនទី1ដែលពូជឿជាក់ថាពូនឹងអាចនាំប្រជាពលរដ្ឋទៅដល់គោលដៅដើមទុនទី2ពូជឿជាក់ទៅលើទស្សនវិស័យដែលពូយល់ថាស្រុកខ្មែរត្រូវតែរៀបចំប្រព័ន្ធបំបែកអំណាចរដ្ឋមួយការផ្លាស់ប្ដូរត្រឹមតែមនុស្សរួចហើយទុកឲ្យប្រព័ន្ធប្រមូលផ្ដុំអំណាចវាមិនមែនជាការធ្វើឲ្យមានស្ថិរភាពនយោបាយតកូនតចៅទេគឺថាបើមានអនុមួយនឹងល្អអញ្ចឹងទៅអំណាចប្រមូលផ្ដុំស្រុករៀងគ្រាន់តិចទៅដល់ពេលស្លាប់អ្នកនឹងទៅចូលអ្នកថ្មីមកទៀតគឺមានបញ្ហាទៀតដែរការធ្វើឲ្យមានរចនាសម្ព័ន្ធមួយដែលពង្រាយអំណាចរដ្ឋធ្វើឲ្យប្រជាពលរដ្ឋមានសិទ្ធិនិងអំណាចក្នុងការប្រើសិទ្ធិនិងអំណាចដែលមានចែងក្នុងច្បាប់និងរដ្ឋធម្មនុញ្ញគឺជាការជំនាញនៅការប្រើសិទ្ធិនិងអំណាចឬស្ថិរភាពនយោបាយតកូនតចៅពូយល់ថា
នេះគឺជាទស្សនវិស័យមួយដែលឥតមានគណៈបកណាមួយដែលយល់ឃើញឡើយហើយពូចាប់ផ្ដើមពីការធ្វើឲ្យរាជចេះសំខាន់គឺរាជចេះតែពេលណារាជចេះរួចហើយទោះបីរៀមមិនបោះឆ្នោតឲ្យគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យក៏គោលដៅដែលពូមានចំពោះប្រទេសជាតិដែលពូយល់ថានោះគឺជាផលប្រយោជន៍របស់ប្រទេសជាតិបានដល់គោលដៅដែរគណៈបកថ្មីណាកើតក៏ដោយបើណាកាលណាប្រជាប្រដ្ឋចេះហើយប្រជាប្រដ្ឋមិនបោះឆ្នោតឲ្យគណៈបកដែលមិនល្អទេប៉ុន្តែបើគណៈបកនោះល្អនោះហើយគឺជាគោលបំណងរបស់ពូតែពេលចឹងពូអត់មានទៅភ័យព្រួយស្អីអំពីរឿងខ្លួនឯងទេគឺភ័យព្រួយតែព័ត៌មានអំពីពូហ្នឹងมันបានទៅដល់ប្រជាប្រដ្ឋឥឡូវនិយាយពីឧបសគ្គដែលពូចេញមកពេលពូមានទុនដើមទុនហើយឧបសគ្គដែលពូចេញមកទី1រដ្ឋាភិបាលទី2គណៈបកប្រឆាំងទី3អង្គការសង្គមនានាដែលគេបញ្យល់ខុសពីរឿងបញ្ហាឬក៏ប្រភពបញ្ហានៅស្រុកខ្មែរគេនិយាយពីរឿងកាដូអ្នកដឹកនាំគេមិនបាននិយាយអំពីកាដូប្រព័ន្ធដើម្បីធ្វើឲ្យអ្នកដឹកនាំហ្នឹងកាន់ការងារប្រទេសជាតិដោយមានការទទួលខុសត្រូវទេអង្គការសង្គមស៊ីវិលក៏មានការយល់ខុសយ៉ាងនេះពូមានឧបសគ្គធំណាស់ក្នុងរឿងបំបែកការយល់របស់ប្រជាប្រដ្ឋហ្នឹងពីព្រោះថាវាមានអង្គការសង្គមស៊ីវិលយល់ខុសអំពីពូហ្នឹងផ្ដល់ទិន្នន័យទៅឲ្យប្រជាប្រដ្ឋទី4ពូក៏ធ្វើការប្រឆាំងជាមួយនឹងប្រពៃណីសាសនាសុបទទ្រុបក្នុងនាមជាអ្នកដែលត្រូវដែលចង់ជួយជាតិពូមានអារម្មណ៍ថាពូច្បាស់លាស់ក្នុងចិត្តថាបើទុកឲ្យប្រទេសយើងប្រពៃណីរួមរិទ្ធសាសនារួមរិទ្ធរកប្រយោជន៍មិនឃើញអញ្ចឹងគឺសុខមិនរីចម្រើនទេពូទម្លាក់ចោលការចង់បានស្លឹកឆ្នោតរឿងការប្រមូលស្លឹកឆ្នោតហ្នឹងគឺពូទម្លាក់ចោលប៉ុន្តែពូអារម្មណ៍របស់ពូគឺវាខ្វល់ខ្វាយអំពីរឿងសុខទុក្ខរបស់ប្រជាប្រដ្ឋអញ្ចឹងឧបសគ្គ4ហ្នឹងវាធំណាស់ប៉ុន្តែឧបសគ្គ4ហ្នឹងមិនធំស្មើនឹងភាពល្ងងរបស់ប្រជាប្រដ្ឋទេឧបសគ្គទី1គឺរដ្ឋាភិបាលឧបសគ្គទី2គឺគណៈបព្វឆាំងអង្គការសង្គមជាមួយនឹងពួកអ្នកសាសនាតែឧបសគ្គ4ហ្នឹងមិនធំជាមួយនឹងភាពល្ងងរបស់ប្រជាប្រដ្ឋទេប្រជាប្រដ្ឋគឺជាជនរងគ្រោះដែលពូចង់ទៅសង្គ្រោះតែគាត់អត់យល់ទេគាត់យល់ថាពូនឹងគឺជាអ្នកនយោបាយដែលចង់បានអំណាចដូចគេដែរគាត់ថាពូនឹងជាអ្នកបំផ្លាញគេបំផ្លាញពួកគាត់ដោយសារអីដោយសារពួកឧបសគ្គទាំង4នេះក៏ខាងលើនឹងដើរផ្ទះទៅដើរប្រឡប់ប្រជាប្រដ្ឋប៉ុន្តែពូនៅតែជឿជាក់ថានៅថ្ងៃណាមួយសេចក្តីពិតដែលពូបានដាក់ចូលឲ្យវាមានដំណើរការរួចទៅហើយណាមានន័យថាវាដើរនៅលើផ្លូវហើយវារមៀលនៅលើផ្លូវរួចហើយថ្ងៃណាមួយសេចក្តីពិតហ្នឹងនឹងត្រូវបើកបង្ហាញជាសាធារណៈវាគ្រាន់តែចាំពេលវេលាទេក្មួយឧបសគ្គធំជាងគេបំផុតគឺការយល់ដឹងខុសរបស់ប្រជាប្រដ្ឋក្មួយចាសូមអរគុណលោកខំវិស្លាជំនួសដាក់ចំណែកមួយទៀតលោកខំវិស្លាដូចខ្ញុំបានលើកឡើងពីខាងដើមថាលោកបានបង្កើតគណៈបកនយោបាយរបស់លោកគឺនៅក្នុងឆ្នាំ2006បើគិតមកទល់ពីនេះជីវិតជាប្រធានគណៈបកនយោបាយរបស់លោកគឺមានអាយុជាង10ឆ្នាំហើយចង់បញ្ចង់តាមការកត់សម្គាល់មើលចំនួនកម្រិតនៃការគ្រប់គ្រងគណៈបករបស់លោកនៅតែមានកម្រិតដូចជាលោកសង្ឃឹមទេក្នុងការបោះឆ្នោតនាពេលខាងមុខខាងទទួលជោគជ័យនេះចឹងពូមិនដែលមានអារម្មណ៍ដោយពួកអ្នកដែលធ្វើនយោបាយចង់បានផលប្រយោជន៍ផ្ទាល់ខ្លួនដែលក្មួយត្រូវសួរសំណួរបែបហ្នឹងទៅកាន់ឡើយមិនមែនជាអារម្មណ៍របស់ពូឡើយជាអារម្មណ៍របស់អ្នកនយោបាយមួយប្លែកអំពីអ្នកដទៃដែលពូនិយាយប្រាប់ប្រជាប្រដ្ឋថានៅស្រុកខ្មែររកអ្នកនយោបាយតែមួយគ្មានផងមនុស្សដែលធ្វើនយោបាយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនសំណួរដូចក្មួយហ្នឹងគឺស័ក្តិសមយកទៅសួរពួកគេណាស់ក្មួយសួរថាតើអាណត្តិក្រោយហ្នឹងពូនឹងសង្ឃឹមថាឈ្នះអត់ពូថាឈ្នះមិនឈ្នះម៉ែរបស់អញអីពូនិយាយចឹងណាឬបើឯងទាំងអស់គ្នាតើអញមកសង្គ្រោះបើឯងមិនយល់ទេឯងងាប់ក្នុងទៅអញមានតែរវល់អីកុំថាតែពីណារួមទាំងអ្នកសម្ភាសនឹងផងពូអត់ដែលរវល់ទេទឹកដីទាំងអស់គ្នាតើមើលពូឲ្យច្បាស់ទៅពូមិនមែនធ្វើនយោបាយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណឹងអញ្ចឹងពូមិនដែលខ្វល់ខ្វាយអំពីរឿងឈ្នះមិនឈ្នះទេពូគ្រាន់តែផ្ដល់ឱកាសឲ្យប្រជាប្រដ្ឋនឹងដើម្បីចាប់យកឱកាសធ្វើជាម្ចាស់ប្រទេសទេបើឯងចង់ទៅងាប់ក្នុងទៅណាពូអត់រវល់ទេចាអរគុណលោកខំវិស្លាដែលបានចំណាយពេលផ្ដល់កិច្ចសម្ភារជាមួយវិទ្យុយន្តអេត្រេវិចាសូមជំរាបលាលោកខំវិស្លាចាអរគុណលោកពូចាអរគុណលោកពូចាជំរាបលោកពូ